ពន្លឺសន្តិភាពរះឡើងវិញហើយអាមេរិកនិងអ៊ីរ៉ង់វិលចូលតុចរចាសារជាថ្មីប្រិមិត្តទស្សនិកជនមកកាន់នេតិព័ត៌មានពន្លឺនៃសន្តិភាពកំពុងតែរះឡើងសារជាថ្មីនៅលើឆាកអន្តរជាតិបន្ទាប់ពីការប្រជុំមុខដាក់គ្នាខាងផ្លូវយោធាយ៉ាងក្តៅគគុកការបាញ់ប្រហារសងសឹកគ្នាទៅវិញទៅមកនិងសង្គ្រាមពាក្យសម្ដីយ៉ាងតានតឹងអស់រយៈពេលជាច្រើនខែកន្លងមកពេលនេះស្ថានភាពហាក់ដូចជាមានរបត់ថ្មីមួយមហាអំណាចសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់កំពុងតែទម្លាក់អាវុធហើយវិលត្រឡប់មកកាន់តុចរចាវិញហើយយោងតាមសេចក្តីរាយការណ៍បន្ទាន់ពីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters កាលពីថ្ងៃសៅរ៍កន្លងទៅបានឲ្យដឹងថាគណៈប្រតិភូជនខ្ពស់បំផុតរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស្វីសហើយអព្យាក្រឹតដើម្បីបើកកិច្ចចរចាសន្តិភាពដោយផ្ទាល់និងទល់មុខគ្នាជាមួយទៅនឹងភាគីសហរដ្ឋអាមេរិកតើអ្នកណាខ្លះដែលដឹកនាំកិច្ចចរចាដ៏សំខាន់និងមានអត្ថន័យកំណត់វាសនាពិភពលោកមួយនេះការចរចាលើកនេះអ៊ីរ៉ង់មិនមែនបញ្ជូនមន្ត្រីធម្មតាទៅនោះទេក្រុមគណៈប្រតិភូរបស់អ៊ីរ៉ង់គឺសុទ្ធសឹងតែជាបុគ្គលក្រាក់និងមានឥទ្ធិពលបំផុតនៅក្នុងជួររដ្ឋាភិបាលក្រុមនេះត្រូវបានដឹកនាំដោយប្រធានសភាអ៊ីរ៉ង់និងជាប្រធានក្រុមអ្នកចរចាជាន់ខ្ពស់លោកម៉ូហាម៉ាត់បាហ្កាហ្គាលីបាលោកគឺជាអតីតនាយបញ្ជាការយោធាដ៏រឹងមាំម្នាក់ដែលបង្ហាញមុខរបស់លោកបញ្ជាក់ពីជំហរមឹងម៉ាត់របស់អ៊ីរ៉ង់មិនត្រឹមតែប៉ុណ្ណោះដំណើរនេះក៏មានការអមដំណើរដោយរដ្ឋមន្ត្រីការប្រទេសដ៏មុតស្រួចនិងពោពេញទៅដោយបទពិសោធន៍ការទូតគឺលោកអាបាសអារ៉ាឈីផងដែរវត្តមានរបស់អ្នកទាំងពីរបង្ហាញយ៉ាងច្បាស់ថាទីក្រុងតេហេរ៉ង់ពិតជាចង់ស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រពិតប្រាកដមែននៅពេលនេះអ្នកវិភាគភូមិសាស្ត្រនយោបាយបានវិតម្លៃថារបៀបវរៈដ៏ក្តៅគគុកនៅលើទឹកចរចានៅឯទីក្រុងហ្សឺណែវនឹងគ្រប់ដណ្ដប់ទៅដោយចំណុចស្នូលចំនួន4សំខាន់ទី1គឺការស្វែងរកច្រកចេញដើម្បីបញ្ចប់សង្គ្រាមនិងបិទឈប់បាញ់ជាស្ថាពរទី2គឺការទាមទារដកទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អាមេរិកដែលបានគៀបសង្កត់សេដ្ឋកិច្ចអ៊ីរ៉ង់អស់រយៈពេលជាយូរមកហើយទី3គឺជាការធានាសុវត្ថិភាពនាវាចរនៅច្រកសមុទ្រ Hormuz Strait of Hormuz សូមរំលឹកថាច្រកនេះគឺជាសរសៃឈាមប្រេងពិភពលោកបើអ៊ីរ៉ង់នៅតែបិទគប់ពិភពលោកនឹងជួបវិបត្តិប្រេងឡើងថ្លៃយ៉ាងធ្ងន់ធ្ងរនិងទី4ដែលជារឿងរសើបជាងគេបំផុតនោះគឺបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលជារឿងដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលព្រួយបារម្ភបំផុតនិងមិនអាចយោគយល់ឲ្យបានជាដាច់ខាតបងប្អូនទស្សនិកជនកិច្ចជំនួបលើកនេះគឺត្រូវបានសហគមន៍អន្តរជាតិសម្លឹងមើលដោយក្តីរំពឹងនិងការអធិដ្ឋានយើងកំពុងឈរនៅលើផ្លូវបំបែកដ៏គ្រោះថ្នាក់បំផុតអ្នកជំនាញបានប្រមានថាប្រសិនបើកិច្ចចរចានៅស្វីសនេះត្រូវទទួលបរាជ័យនិងមិនអាចរកចំណុចរួមគ្នាឃើញនោះទេតំបន់ប្រចាំបពីទាំងមូលនឹងអាចធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមទ្រង់ទ្រាយធំដែលមិនអាចគ្រប់គ្រងបានឡើយហើយវានឹងទាញមហាអំណាចផ្សេងទៀតឲ្យចូលរួមផងដែរប៉ុន្តែទុយទៅវិញបើភាគីទាំងពីរព្រមបន្ទាន់អរិយាប័ត្ររៀងខ្លួននិងព្រមដើរថយក្រោយម្នាក់មួយជំហាននោះវានឹងក្លាយជាជោគជ័យប្រវត្តិសាស្ត្រមួយសម្រាប់សន្តិសុខសកលលោកនិងសេដ្ឋកិច្ចពិភពលោកទាំងមូលតើអាមេរិកនឹងព្រមដកទណ្ឌកម្មសេដ្ឋកិច្ចដើម្បីដូរយកការបញ្ចប់កម្មវិធីនុយក្លេអ៊ែរដែរទេតើអ៊ីរ៉ង់នឹងព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញឬក៏យ៉ាងណា